La Nina បាទអញ្ចឹងគេហៅថាកូនស្រីរបស់ព្រះព្រះ little girl ឬក៏អីគេបាទ cry girl something like that បាទនេះ super បាទ El Nino បាទយើងឃើញនេះជា pattern នៅឆ្នាំ1875អ្នកស្លាប់ចន្លោះពី30លានទៅ60លាននៅក្នុងការប្រែប្រួលអាកាសធាតុតែមួយឆ្នាំបាទនេះជា pattern បាទហើយបាទកាលនោះហេតុអីបាននេះខៀវពីព្រោះពេលនោះការប្រែប្រួលអាកាសធាតុត្រឡប់ផែនដីទៅជាត្រជាក់ឥឡូវនេះហេតុអីបានវាក្រហមព្រោះឥឡូវនេះផែនដីប្រែប្រួលវាទៅជាអាកាសធាតុក្តៅអញ្ចឹងអានេះបាទកូនស្រីតូចរបស់ព្រះយេស៊ូវអានេះកូនប្រុសតូចរបស់ព្រះយេស៊ូវ nickname របស់គេយល់ទេអញ្ចឹងលោកអ្នកបងប្អូនមើលអញ្ចឹងវាប៉ះបញ្ហាខ្លះបាទគឺនៅពេលអាកាសធាតុប្រែប្រួលវាបញ្ហាទឹកវាបញ្ហាអីគេបាទបញ្ហាស្បៀងបាទភ្លើងឆេះព្រៃទឹកជំនន់បាទនេះជាបញ្ហាហើយជាបញ្ហាដែលកំពុងតែកើតឡើងវាកើតឡើងនៅកន្លែងណានេះរូបភាពនេះគេហៅ Ring of Fire នេះសមុទ្រ Pacific Ocean Ring of Fire មានន័យថាខ្សែក្រវ៉ាត់ភ្នំភ្លើងដែលវា connect មកពិភពលោកបាទហើយភ្នំភ្លើងទាំងអស់ហ្នឹង active volcano មានន័យថាភ្នំភ្លើងសកម្មវាមានចលនារាល់ថ្ងៃបាទក៏វាតិចវាច្រើនហើយបានជាប្រទេសម្ដុំទាំងអស់ហ្នឹងគឺជាទូទៅគឺតែងតែមានអីគេស៊ូណាមីបន្ទុះភ្នំភ្លើងបាទរំជួយដីបាទលាក់នឹងលាក់បាទនេះហ្វីលីពីនយើងនៅនេះបាទអញ្ចឹងឥឡូវនេះយើងមើលបាទទៅមួយស្លាយទៀតបាទអានេះការប្រែប្រួលទៅឲ្យត្រជាក់ឥឡូវនេះការប្រែប្រួលឡើងក្តៅបាទឥឡូវយើងមើលនេះគឺជាចលនារបស់ពីបាទ1800អានេះឆ្នាំ2026បាទទិសខ្យល់វាទៅអញ្ចឹងឯងបាទហើយវាទៅពីណានេះកម្ពុជានេះបាទអញ្ចឹងអ្វីដែលយើងមើលបាទនេះគឺជាការប្រែប្រួលដល់អាក្រក់នៅក្នុងចំណោម150ឆ្នាំកន្លងទៅបាទអ្វីដែលនឹងត្រូវមកដល់ចាំពាក្យខ្ញុំទេខ្ញុំនិយាយថាយ៉ាងយូរក្រោយបុណ្យបារម្ភអ្នកនឹងដឹងហើយមែនបាទវាជាការប្រែប្រួលអាកាសធាតុឥឡូវលោកអ្នកបងប្អូនទៅមួយស្លាយទៀតបាទនឹងស្លាយហ្នឹងបាទទៅមួយស្លាយទៀតចុះបាទនេះគឺជាធាតុអាកាសធម្មតាខ្យល់វាបក់ពីត្បូងមកជើងបាទហើយនៅពេលដែលវាបក់ពីត្បូងមកជើងអត់ទឹកភ្លៀងណាបាទអ៊ីសេសានេះនៅខាងបាទអាស៊ីខាងត្បូងរបស់យើងហ្នឹងបាទអានេះ South American អានេះអាមេរិកខាងត្បូងបាទអានេះ Pacific នេះទឹកបាទអញ្ចឹងនៅពេលដែលសីតុណ្ហភាពធម្មតាអញ្ចឹងទឹកសមុទ្រគឺមានតែ24អង្សាទេបាទអញ្ចឹងហើយត្រីឬហើយនឹងផលិតផលសមុទ្រហ្នឹងគឺវាបបោពីព្រោះអីវាត្រជាក់ឥឡូវនេះមើលបាទ El Nino បាទគឺអត់មានខ្យល់បក់មកទេបាទនៅនេះថ្ងៃចាស់ណាអានេះថ្ងៃអានេះភ្លៀងឃើញខុសគ្នាទេបាទហើយអាកន្លែងនេះវាទៅជាភ្លៀងទៅវិញអញ្ចឹងអាកន្លែងនេះទឹកជន់បាទក្នុងពេលដែល Southeast Asia នេះរាំងស្ងួតបាទហើយដល់ពេលធាតុអាកាសយ៉ាងមិនដែរឡើងកម្ដៅ5អង្សាឡើងលើ5អង្សាឡើងលើជលផលមហាសមុទ្រគឺត្រូវថយចុះនេះគឺជាអ្វីដែលនឹងបាទកើតមានឡើងហើយមិនថាមែនឬអ្វីទេសប្តាហ៍នេះខ្ញុំប្រាប់លោកអ្នកបងប្អូនហើយមនុស្សជាអ្នកបញ្ជាអាកាសធាតុបានគេរកឃើញឧបករណ៍ទាំងអស់ហ្នឹងតាំងពីចុងសង្គ្រាមលោកលើកទី1ម្លេះឥឡូវឧបករណ៍ហ្នឹងកាន់តែទំនើបបាទខ្ញុំធ្លាប់អធិប្បាយរាប់មិនអស់ហើយតាំងពី10ឆ្នាំមុនបាទឥឡូវនេះអ្វីដែល control ពិភពលោកគឺ CERN បាទដែលនៅ Geneva បាទនោះឯងបាទនៅពេលដែលគាត់បញ្ឆេះម៉ាស៊ីន CERN បាទ Hadron Collider ម្ដងគឺអ្វីគ្រប់យ៉ាងគឺប្រែប្រួលបាទវិទ្យាសាស្ត្រសប្តាហ៍ថ្ងៃនេះបើសិនជាគេចង់ឲ្យប្រទេសមួយអត់មានភ្លៀងអត់មានសន្សើមគេអាចធ្វើបានគេបិទពេញមួយឆ្នាំក៏បានដែរហើយគេចង់ឲ្យប្រទេសមួយលិចលង់គេធ្វើបានគេនាំទឹកពីមួយកន្លែងឲ្យទៅធ្លាក់មួយកន្លែងទៀតកន្លែងនឹងភ្លៀងអញនាំទឹកភ្លៀងទៅតម្លាក់នៅកន្លែងផ្សេងបាននេះវិទ្យាសាស្ត្រខ្ញុំនិយាយចេញពីការ research មិនមែនចេញពីសម័យទេបាទឥឡូវនេះលោកអ្នកបងប្អូន
សូមបីតែបាទគេហៅថាអីគេទ្វារបើកភពក៏គេបើកក៏គេធ្វើឲ្យអស់ដែរមានន័យថាឥឡូវនេះមនុស្សមានលទ្ធភាពអាចត្រឡប់ទៅរាប់ពាន់ឆ្នាំដែលកន្លងទៅបានគេធ្វើរួចហើយឧបករណ៍ទាំងអស់ហ្នឹងបាទវាអត់ចម្លែកទេពីព្រោះនេះជាបច្ចេកវិទ្យាឋានសួគ៌ទេបាទហើយព្រះតែងតែប្រើជាញយបើមិនចឹងព្រះអង្គបញ្ជូនទេវតាមកជួយយើងមិនទាន់អាមែនគេធ្វើឲ្យអស់ហើយបាទអញ្ចឹងហើយបានជាអីគេលោកអ្នកបងប្អូនតែងចាំតែអ្វីដែលខ្ញុំប្រាប់ទេពាក្យថា TV នៅក្នុងភាសាធម្មតាហើយនឹងនៅក្នុង Illuminati គឺជាពាក្យន័យពីរខុសគ្នាដាច់ស្រឡះ TV នៅក្នុងភាសាជាទូទៅយើងហៅថា television ទូរទស្សន៍ប៉ុន្តែ TV បាទនៅក្នុងន័យរបស់ Illuminati មានន័យផ្សេងទៅវិញគឺ television ប្រាប់អ្នកនៅអ្វីដែលខ្ញុំចង់ធ្វើដូច្នេះ sci-fi movie នេះអាកុនគេហៅថាបែបវិទ្យាសាស្ត្រទាំងអស់នេះគឺសុទ្ធតែជា television បាទគ្រាន់តែចិនលេងមួយអីគេលេងរឿងមួយត្រឡប់ទៅកាន់ចក្រភពឈីងគេនិយាយពីសម័យវិទ្យាសាស្ត្រដែលគេចូលក្នុងម៉ាស៊ីនឆ្លងពេលវេលាហើយត្រឡប់ទៅចក្រភពឈីងវិញតន់បានមួយឆ្នាំផងអ្នកវិទ្យាសាស្ត្រប្រកាសរួចហើយថាគេបានធ្វើទ្វារបើកភពបានជោគជ័យ100លើ100ហើយមិនមែនសម័យទៀតទេខ្ញុំបានប្រាប់ហើយតើវិទ្យាសាស្ត្ររីកចម្រើនកំពូលមុនពេលដែលទឹកលិចផែនដីនៅសម័យណូអេបាទហើយវិទ្យាសាស្ត្រនឹងរីកចម្រើនដល់កម្រិតកំពូលម្ដងទៀតនៅក្នុងជំនាន់យើងនេះមុនពេលដែលភ្លើងឆេះផែនដីពីព្រោះព្រះកាពីបានប្រាប់ថាម៉េចបាទសម័យកាលចុងក្រោយនេះមនុស្សដូចជាជំនាន់ណូអេអញ្ចឹងហើយបន្តិចទៀតនៅពេលដែលពួកបរិសុទ្ធត្រូវបានលើកឡើងពួកកូនកាត់ទេវតានឹងចូលពេញផែនដីទាំងអស់បាទអញ្ចឹងលោកអ្នកបងណាដែលចង់ឃើញកុលយាតសូមព្រះព្រះអង្គខ្ញុំសូមខកជើងព្រោះខ្ញុំចង់ឃើញកុលយាតអ្នកនឹងឃើញហើយ